ba sầm nua pi vươn chê ỏ chấm điệp sơ lục cਰੂ chấm trong ai lục cਰੂ này giờ pi tụm lọp mà nô chục chảy đại bồ kê tay tẹt phơ đâm bay sầm lại cô bầm nónในชีวิตរបស់ពួកគេបាទយើងនិយាយពីទម្លាប់ជោគជ័យគឺថាត្រូវនិយាយមកសភៅពេញនោះគឺមានន័យថាវាច្រើនបើសិនជាខ្ញុំនិយាយនៅពេលនេះខ្ញុំនិយាយត្រួសអញ្ចឹងខ្ញុំនឹងនិយាយត្រួសឲ្យបងប្អូនបានយល់គោលខ្លះបាទជាការពិតទម្លាប់មានសារៈសំខាន់ណាស់សម្រាប់ជីវិតពីព្រោះទម្លាប់នេះវាគឺជាមេម៉ាស៊ីនដែលវាផលិតនូវសកម្មភាពរបស់យើងដែលវាធ្វើឲ្យសកម្មភាពរបស់យើងនឹងស្រួលនៅពេលដែលយើងបង្កើតនូវទម្លាប់អាក្រក់នៅពេលដែលយើងបង្កើតទម្លាប់ពិបាកគឺថាយើងនឹងក្លាយទៅជាមនុស្សស្រួលបើយើងបង្កើតទម្លាប់ស្រួលយើងនឹងក្លាយទៅជាមនុស្សពិបាកពីព្រោះដំបូងទម្លាប់យើងបង្កើតទម្លាប់បន្ទាប់មកទម្លាប់វាបង្កើតយើងវិញហើយតើតើយើងបង្កើតទម្លាប់ពិបាកបានទម្លាប់ហ្នឹងវាមានសក្តានុពលធំឬក៏ធម្មពលធំឬក៏អំណាចធំឬក៏វិសាលភាពធំ